ថៃបានបាញ់មកលើកម្ពុជា3 ដងបង្ហាញឲ្យឃើញថាសៀមកំពុងតែដើរចូលអន្ទាក់យុទ្ធសាស្ត្ររបស់សម្ដេចតេជោហើយណាចូលអន្ទាក់របស់សម្ដេចតេជោហើយនៅក្នុងគណៈដែលសៀមបានបាញ់មកលើកម្ពុជា3 ដងសៀមបានផ្សាយនៅព័ត៌មានភូតកុហកថាបានដឹងអំពីចលនានៃកងរថក្រោះកម្ពុជានៅក្នុងខេត្តនៅក្នុងក្រុងសំរោងខេត្តឧត្តរមានជ័យដែលសៀមគេថាខាងកម្ពុជាហ្នឹងចល័តឬក៏ធ្វើសកម្មភាពរថក្រោះនៅក្នុងក្រុងសំរោងនៅឯមន្ទីរពេទ្យសៀមបានផ្សាយអំពីសៀមបានផ្សាយអំពីអ្វីដែលសៀមហៅថាទាហានសៀមរងរបួសហើយសៀមបានផ្សាយទៀតថាមានការភៀសខ្លួនរបស់អ្នកស្រុកនៅខាងកម្ពុជាជាដើមឡើងការដែលប្រឹងប្រែងនិយាយនេះគឺធ្វើឲ្យសៀមធ្លាក់ចូលក្នុងអន្ទាក់របស់លោកហ៊ុនសែនហើយតើលោកហ៊ុនសែននឹងវាយខ្ចប់សៀមឬយ៉ាងណានេះគឺជាចំណុចមួយដែលយើងនឹងតាមដានទៅកាន់ថ្ងៃស្អែកទៀតគឺថ្ងៃច័ន្ទនឹងជាចំណុចមួយបានសេចក្តីថាស្ថានភាពកម្ពុជាថៃមួយជំហានដើរទៅមុខ3ជំហានដើរថយក្រោយបើស្ថានភាពនៃកម្ពុជានិងថៃមួយជំហានទៅមុខ3ជំហានថយក្រោយសន្តិភាពនៅឆ្ងាយមែនទែនក្រោយពីការចុះហត្ថលេខាថ្ងៃទី26ខែតុលាឆ្នាំ2025ពីបទឈប់បាញ់គ្នាបន្តបង្ហាញឲ្យឃើញថាវិវាទរវាងថៃនិងលោកហ៊ុនសែនមិនចប់ទេសន្តិភាពនៅឆ្ងាយណាយើងតាមតទៅទៀតខ្ញុំមិនមានអ្វីធំដុំទេគ្រាន់តែដាក់ឈ្មោះអត្ថបទនេះថាទំនងដូចជាសៀមកំពុងតែដើរចូលអន្ទាក់លោកហ៊ុនសែនហើយលោកហ៊ុនសែននឹងមានព្រៀបលើឆាកអន្តរជាតិព្រៀបទី1គឺសៀមបានបាញ់មកលើជនស៊ីវិលខ្មែរនៅឯឃុំអូបៃជាន់អន្ទាក់ទី2គឺសៀមថ្ងៃនេះទី7ខែធ្នូឆ្នាំ2025បានបាញ់មកលើខ្មែរចំនួន3 ដងដែលជាចំណុចមួយចូលអន្ទាក់របស់លោកហ៊ុនសែនហើយខណៈនេះស្ថានភាពតាំងតែងបានវិលត្រឡប់មកព្រំដែនកម្ពុជាថៃឡង់សារជាថ្មីហើយកាលពីម្សិលមិញមានការផ្ទុះអាវុធចំនួន3 ដងដែលខាងកម្ពុជាបដិសេធថាកងទ័ពខាងកម្ពុជាមិនបានចាប់ផ្ដើមបើកការបាញ់ប្រហារទេកាលពីយប់កន្លងទៅចូលថ្ងៃទី8ខែធ្នូនេះនៅកម្ពុជាបច្ចុប្បន្នម៉ោង10កន្លះព្រឹកថ្នាក់ដឹកនាំសំខាន់នៃកម្ពុជាផ្នែកខាងកងទ័ពមិនបានដេកបានពួនណាស់ទេដោយសារការពើប្រទះគ្នាចាប់ផ្ដើមព្រឹកនេះទៀតហើយការពើប្រទះគ្នាដែលចាប់ផ្ដើមព្រឹកនេះបានឲ្យដឹងថាកងទ័ពថៃបានគូសបញ្ជាក់កងទ័ពថៃបានគូសបញ្ជាក់ថាមានការប្រយុទ្ធគ្នាធ្វើឡើងនៅយ៉ាងហោចណាស់3ចំណុចដែលកងទ័ពជើងអាកាសថៃបានឲ្យដឹងថាយន្តហោះចម្បាំងថៃធ្វើការវាយប្រហារទៅលើចំណុចមួយចំនួនដែលជាគោលដៅតាក់ទងនឹងសពាវុធធនធ្ងន់របស់កងទ័ពកម្ពុជាមកទល់ពេលនេះនៅមានសភាពតាំងតែងតែខាងរាជការកម្ពុជាបានប្រកាសម្ដងហើយម្ដងទៀតថាខាងថៃបង្ករឿងនៅពេលខាងកម្ពុជាមិនតបតឡើយគ្រាន់តែប្រុងប្រៀបចាំការពារខ្លួនអ្វីដែលកំពុងកើតឡើងគឺការផ្ទុះអាវុធសារជាថ្មីតាមបណ្ដោយព្រំដែនយ៉ាងតិច3កន្លែងកងទ័ពថៃនិយាយថាមានទាហានថៃម្នាក់ស្លាប់និងរបួស4នាក់ក្រោយមានការប៉ះគ្នានៅព្រំដែនកម្ពុជាថៃឡង់ក្នុងខេត្តឧបលរាជធានីតបតទៅនឹងសកម្មភាពតានតឹងនេះកងទ័ពភូមិន្ទថៃខាងផ្នែកអាកាសបានធ្វើការវាយប្រហារដោយយន្តហោះចម្បាំងទៅលើចំណុចមួយចំនួនដែលជាគោលដៅកងទ័ពរបស់កម្ពុជារដ្ឋាភិបាលថៃនិយាយថាបានធ្វើការវាយប្រហារទៅលើកងកម្លាំងធំនៃកម្ពុជាវាយប្រហារទៅលើប៉ុស្តិ៍សេនាធិការនៃកងទ័ពកម្ពុជានិងវាយទៅលើប្រព័ន្ធផ្សព្វផ្សាយទូរគមនាគមន៍ការវាយប្រហារនេះមកទល់ព្រឹកនេះមិនទាន់មានព័ត៌មាន
ឲ្យច្បាស់ថាស្ថានភាពនៅតាមព្រំដែនយ៉ាងដូចម្ដេចទេអាណាខេត្តយ៉ាងតិច4តាមបណ្ដោយព្រំដែនខាងភាគីថៃកំពុងតែជំលះប្រជាជនហើយនៅខាងកម្ពុជាក៏មានប្រជាជនរត់លូនចេញពីលំនៅឋានដើម្បីគេចចេញពីការដែលប៉ះគ្នាតាមផ្លូវអាវុធទោះបីជាយ៉ាងណាក៏ដោយយើងអត់ដឹងថាសភាពបែបណាទេព័ត៌មានថៃបានត្រូវសារព័ត៌មាននិងប្រព័ន្ធផ្សព្វផ្សាយកម្ពុជាបដិសេធថាព័ត៌មានដែលផ្សព្វផ្សាយដោយមេឌៀថៃជាព័ត៌មានคล้ายៗចំណែកឯខាងលោកហ៊ុនសែនបានផ្សាយចេញកាលពី1ម៉ោងមុននេះថាកម្លាំងជួរមុខទាំងអស់ត្រូវមានការអត់ធ្មត់ព្រោះពួកឈ្លានពានកំពុងប្រើអាវុធគ្រប់ប្រភេទបាញ់មកលើយើងតាំងពីម្សិលមិញនិងព្រឹកនេះក្នុងគោលបំណងទាញយើងឲ្យតបតដើម្បីបំផ្លាញចោលបទឈប់បាញ់និងសេចក្តីថ្លែងការណ៍សន្តិភាពកម្ពុជាថៃបន្ទាត់ក្រហមដែលត្រូវតបបានកំណត់រួចហើយសូមមេបញ្ជាការគ្រប់ជាន់ថ្នាក់អប់រំបងប្អូននាយទាហានពលទាហានឲ្យយល់ដឹងគ្រប់គ្នាសូមអាជ្ញាធរគ្រប់ជាន់ថ្នាក់ខិតខំជួយប្រជាជនដែលភៀសសឹកចេញពីតំបន់គ្រោះថ្នាក់មកកាន់តំបន់មានសុវត្ថិភាពខ្ញុំបានលុបចោលកម្មវិធីការងារផ្សេងទៀតអស់ហើយដើម្បីមករួមជាមួយនាយករដ្ឋមន្ត្រីបញ្ជាលើកម្លាំងប្រដាប់អាវុធទប់ទល់ជាមួយការឈ្លានពានសូមការយោគយល់ពីភ្ញៀវជាតិនិងអន្តរជាតិដែលមិនអាចជួបខ្ញុំបានសូមកីឡាករកីឡាការិនីដែលទៅចូលប្រកួត SEA Games លើកទី3នៅប្រទេសថៃចូលរួមការប្រកួតជាធម្មតានេះគឺជាសាររបស់លោកហ៊ុនសែនហើយកាលពី3ម៉ោងមុននេះសេចក្តីប្រកាសព័ត៌មានពីក្រសួងការពារប្រទេសនៅថ្ងៃទី28ខែធ្នូយោធាថៃបានបើកការបាញ់ប្រហារមកលើកងកម្លាំងកម្ពុជាក្នុងតំបន់អានសេះខេត្តព្រះវិហារបន្ទាប់មកបាញ់នៅប្រាសាទតាមាន់ធំដោយប្រើប្រាស់រថក្រោះបាញ់ចូលជាច្រើននឹងតំបន់ប្រាសាទព្រះវិហារនៅ5មករានិងនៅចំការជែកក៏មានការបើកការវាយប្រហារបន្ទាប់មកយោធាថៃបានធ្វើសកម្មភាពបង្កហេតុច្រើនរាប់មិនអស់ច្រើនថ្ងៃមកហើយជាពិសេសឧបទ្ទវហេតុពីម្សិលមិញនៅប្រលានថ្មក្នុងចេតនាញុះញង់ដើម្បីនាំដល់ការប៉ះទង្គិចគ្នាដោយឈលលើស្មារតីគោរពរាល់កិច្ចព្រមព្រៀងដែលបានឯកភាពគ្នាការដោះស្រាយចំនួនដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិនៅក្នុងឧបទ្ទហេតុទាំងពីរនោះកងកម្លាំងកម្ពុជាក៏មិនបានធ្វើការបាញ់តបឡើយនៅក្នុងឧបទ្ទហេតុទាំងពីរនោះកងកម្លាំងកម្ពុជាក៏មិនបានធ្វើការបាញ់តបឡើយនិងកំពុងតាមដានលើការវិវត្តនេះយ៉ាងប្រុងប្រយ័ត្ននេះគឺជាសេចក្តីថ្លែងរបស់ក្រសួងការពារជាតិនៃកម្ពុជាក្រសារព័ត៌មាន CNN បានចេញផ្សាយពីការដែលកងទ័ពថៃបញ្ជូនយន្តហោះចម្បាំងទៅធ្វើការវាយប្រហារលើគោលដៅរបស់គោលដៅជាកងទ័ពកម្ពុជាតែក្រៅពីហ្នឹងមិនឃើញមានអ្វីប្លែកទេលោកហ៊ុនសែនបានលើកអំពីបន្ទាត់ក្រហមមកម្ដងទៀតបន្ទាប់ពីលោកហ៊ុនម៉ាណែតរីឯព័ត៌មានដែលផ្សព្វផ្សាយជាបន្តបន្ទាប់រីឯព័ត៌មានផ្សព្វផ្សាយជាបន្តបន្ទាប់មកទល់ព្រឹកនេះនៅមិនទាន់ត្រូវបានបញ្ជាក់ដោយរាជការកម្ពុជារាជការកម្ពុជាបានបដិសេធព័ត៌មានថៃច្រើនដែលផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរបស់ថៃថាជាព័ត៌មានមិនពិតខាង Facebook ខ្មែរលើកយកបន្ទាត់ក្រហមដែលលោកហ៊ុនសែនបានកំណត់តែទោះយ៉ាងណាក៏គេមិនបានដឹងថាបន្ទាត់ក្រហមនោះគឺជាអ្វីទេប្រព័ន្ធផ្សព្វផ្សាយទាំងថៃនិងកម្ពុជាបានផ្សាយកក្រឹកកក្រែងពីអ្នកអូនមកវិញទៅបងទៅហើយខាងតំបន់ដើម្បីទៅហើយចាប់ពីម៉ោង5ជាងឡើយខ្ញុំនៅក្នុងព្រៃពីអ្នកអូនមកវិញបៃលិនបាយដល់បានស៊ីទេទៅបងទៅហើយខាងតំបន់ដើម្បីទៅហើយចាប់ពីម៉ោង5ជាងឡើយខ្ញុំនៅក្នុងព្រៃពីអ្នកអូនមកវិញបៃលិនបាយដល់បានស៊ីទេបាយដល់បានស៊ីហ្នឹងមកពីឲ្យបាយដល់ស៊ីបើលំឡើងទៅម៉ោង10ជាងហើយតាំងពីព្រឹកជួនកាលអត់បានស៊ីបាយមែនបាទត្រង់នេះដូច្នេះមកទល់ពេលនេះខាងរាជរដ្ឋាភិបាលបានប្រកាសឲ្យដឹងថាព័ត៌មានរបស់ថៃដែលបានផ្សព្វផ្សាយគឺជាព័ត៌មានដែលពូតកុហកអូខេនៅឯប្រទេសថៃនាយករដ្ឋមន្ត្រីអនុទិនចានវិរៈគុណក៏ហៅប្រជុំក្រុមប្រឹក្សាសន្តិសុខជាតិក្រៅពីនឹងគ្មានអ្វីធំដុំទេ
រីឯរូបភាពដែលផ្សាយចេញមកមានរូបអំពីយន្តហោះទម្លាក់គ្រាប់បែកអីនោះវាខុសគ្នាពីយន្តហោះដែលថៃប្រើ F16 វាទៅជាយន្តហោះតូចអីចឹងដូច្នេះព័ត៌មាននៅលើទំព័រ Facebook សម្បូរទៅដោយព័ត៌មានคล้ายៗណាក្មួយស្រីវីតាតួឯកនៅព្រៃច័ន្ទភូមិជោគជ័យបានផ្សាយឲ្យ fan របស់នាងដឹងថាយប់មិញបានសម្រាប់ម៉ោង 4 ភ្លឺក្រោកម៉ោង 9 ទូរស័ព្ទចង់ផ្ទុះព្រៃច័ន្ទជោគជ័យភៀសខ្លួនទៀតហើយស្ងាត់ភូមិទៀតហើយហឹមណានេះគឺជាប្រព័ន្ធផ្សព្វផ្សាយមួយចាញ់មុខថ្មីក្រោយពីអាក្រខ្ជាយហើយនឹងអាពេលផៃវណ្ណៈដកថយឥឡូវនៅសល់ក្មួយវីតាអាផៃវណ្ណៈដកថយទៅអាធឿនក៏ដកថយចំណែកអាក្រខ្ជាយទៅសម្រាប់នៅមណ្ឌលកាយសម្ផស្សសន្តាគារលោកខែ7ព្រៃសរបាទនឹងមានប៉ុណ្ណឹងនេះគឺជាសម្លេងក្មេងនៅសាលារៀនមួយកំពុងតែចាញ់ទៅផ្ទះឥឡូវនេះលោកហ៊ុនសែនបានដាក់បន្ទាត់ក្រហមហើយបាទតែយើងមិនទាន់ដឹងថាបន្ទាត់ក្រហមនោះយ៉ាងណាទេយើងចាំតាមដានមើលទៅតាមស្ថានភាពប្រចាំថ្ងៃថាតើបន្ទាត់ក្រហមនោះគឺជាអ្វីប៊ុនថនមិនមានអ្នកណាទៅដឹងអញ្ចឹងទេកុំសួររបស់តែយើងសួរអ្វីយើងរៀនសួររបស់ដែលស្ថិតនៅក្នុងប្រវែងវាស់ស្ទង់នៃការគិតពិចារណាតាមវិទ្យាសាស្ត្រសំណួររបស់យើងសូម្បីតែយើងសួរទៅ AI ណាកូនណាទិនប៊ុនថនសូម្បីតែយើងសួរទៅ AI ក៏ AI វាដឹងពីកម្រិតវប្បធម៌កម្រិតការរៀនសូត្រកម្រិតចំណេះដឹងរបស់យើងសូម្បីតែម៉ាស៊ីនក៏វាមាន algorithm សម្រាប់វាស់ចំណេះដឹងយើងណាកូនឯងហាមកសួរស្អីកូនឯងសួរហើយចង់បានចម្លើយដែលចម្លើយនោះគឺជាចម្លើយដែលគេអាចវាស់ឬក៏ពិចារណាបានក្នុងកម្រិតនៃការគិតពិចារណាបែបវិទ្យាសាស្ត្រboy game រាជរដ្ឋាភិបាលលើកនេះតបតរៀងរហ័សក្រន់ជាងមុនបទពិសោធន៍រាជការមានពិសោធន៍ប្រញាប់ចាញ់ព័ត៌មានបញ្ញាមិញ report from a Thai influencer that there 2 Thai soldiers died and 4 injured from ongoing clash if I am you Mr. Humau I do not believe influencer I rather check Thai news compare to statement of the Thai armed forces rather than base my belief in the story created by influencer. That's why I always remind you not to believe what I am telling you until you check for the fact. Okay, so ស្ដីបងម៉ូនេះណាម៉ៅអញ្ចឹងអត់ប្រយោជន៍ទេចង់20លានអ្នក subscriber ក៏អត់ជឿដែរដូចខ្ញុំអត់ដែលជឿលើ Michael Alfaro Gary Franchi ខ្ញុំអត់ជឿខ្ញុំអត់ជឿណាខ្ញុំជឿ podcast ឬក៏ radio talk show ណាដែល experience ខ្ញុំជឿខ្លះប៉ុន្តែខ្ញុំត្រូវ fact check ណាដូចជាខ្មោច Ralph Lambert